เล็บสำนักนำทำไมจีม้วยขนอมาฮอบเมนจีดกินจบเม็ดรางวัลสมาคมการวิธีเจ็บจับใต้เชียงปีกรรมที่เราเชียงไอ้ดำเนินการบ้านกับสารเป็นการจูรวมอุปธรรมชีวิตเสียดายสร้างสุขนอรูจิตเชียงสมบูรณ์ชีวิตจิตดมสุขนอช่วยใช้ในรูปแบบม้วนหนึ่งหมู่สมาคมการที่เราเยอะสำหรับสัปดาห์ทำไมแต่สัปดาห์ทำไมนี่คือยังมาหมดตีตังทำไมมวยติดแต่ทัดในมาดอมตัวโกตัวดำร้อนอยู่รู้คือกระบายชมรมทีเกเป็นอยู่บ่าแต่ตัวโกยังแต่มาดอมนั่งไงบ่ามาดอมได้มีชัวร์จ้าระเสกด้วยลูกมุกโฮไปแม่ดีจมูกหนึ่งไปไทยของได้บ่าแต่ไปแซมมันเต้นอยู่บนท่าจมูกหนึ่งมุกโฮบอกก้อนคือท็อปไซน์ในเรื่องบันไดสังคมนี่คือตาชรามันเต้นมีตัวบากาคอมโตรชราชีวิตคือมุกโฮและกระดาษใบเมียนประเภทซุปพร้อมกอดเมียน5 ปีพรึกเป็นง่ายทุกดอกเป็นหรือเงี้ยมองจังท่าจมูกน้ำมุกบอกการที่จอมใบน้ำซ้อมเครื่องจมูกสาวสุขนอใบน้ำบางดับใบบางการรูจินกันแต่ไงนู้ต่อเลยจะโจตึกนองแต่มาดองខ្ញុំសូមជម្រាបសួរដល់ទូទាំងជនទាំងអស់ខ្ញុំបាទឈ្មោះ Chef Nu ប្រចាំនៅ Restaurant រ៉ាក់សេអញ្ចឹងខ្ញុំលើកឡើងពីឈ្មោះម្ហូបប្រចាំរ៉ាក់សេដូចជាបុករ៉ាក់សេគ្រឿងផ្សំសម្រាប់រ៉ាក់សាច់មានដូចជាកចេងព្រៃខ្យងនិងខ្នុរបាទជាដំបូងខ្ញុំនឹងប្រឡាក់សាច់ឲ្យបងមើលទាំងអស់គ្នាអញ្ចឹងពីវិធីប្រឡាក់ទីលាក់មានដូចជាព្រៃខ្យងផ្សំដូចជាទឹមក្រហមក្រូចឆ្មាពេញប៉ោះម្ទេសនិងត្រប់អញ្ចឹងមកមើលពីការធ្វើទាំងអស់គ្នាមន្ត្រីមកនេះលោកអ្នកបានទស្សនាជាមួយនឹងការបង្ហាញពីស្នាដៃជាមួយនឹងការបុកនៅមុខម្ហូបប្រចាំនៅភោជនីយដ្ឋានរ៉ាសេបាទគឺជាប្រភេទឈុតបាទគឺរ៉ាសេផ្ទាល់តែម្ដងលក្ខណៈមើលទៅពីពិសេសហើយគួរឲ្យចង់ញ៉ាំមែនទែនហើយក្រៅពីមុខម្ហូបដែលចង់ធ្វើគាត់បានបង្ហាញជូនមកមុខមុនហ្នឹងក៏មាននៅមុខម្ហូបជាច្រើនផ្សេងទៀតមានជាមុខម្ហូបបែបខ្មែរផងនិងបែបថៃផងមានជាប្រភេទស៊ុបមានភេទសាច់អាំងហើយមានជាមួយនឹងឆាលៀសសម្បត្តិទៀតបាទគេថាពិសេសមែនទែនសម្រាប់សប្តាហ៍នេះអញ្ចឹងលោកអ្នកប្រកាសជាចង់ដឹងថាតើជាមួយនឹងមុខម្ហូបដែលយើងបង្ហាញជូនមានអីខ្លះបន្ថែមទៀតនេះនៅលើតុត្រៀមហើយអញ្ចឹងក៏យើងបន្តជាមួយនឹងការបន្តវគ្គភ្លក់នេះតែម្ដងបាទឥឡូវមុននឹងភ្លក់យើងចង់ឲ្យ Chef គាត់រៀបរាប់បញ្ជាក់តែម្ដងតាមមុខម្ហូបទាំងអស់នេះ4មុខហ្នឹងមានមុខម្ហូបឈ្មោះអីខ្លះដែរបាទជាទូទៅមាន4មុខនេះមានថៃ2ខ្មែរ2ថៃ2ខ្មែរ2បាទអញ្ចឹងមានប្រភេទស៊ុបប៉ិនខ្មែរមានដូចជាស៊ុបយ៉ាហនបាទឈ្មោះមែនតើនេះបាទនិងស៊ុបកំពង់ឆ្នាំងស៊ុបកំពង់ឆ្នាំងបាទមួយណាកំពង់ឆ្នាំងមួយណាយ៉ាហនជាទូទៅនេះស៊ុបយើងជាទូទៅយើងដាក់ឆ្នាំងជាស៊ុបកំពង់ឆ្នាំងស៊ុបកំពង់ឆ្នាំងតែទឹកស៊ុបយ៉ាហនបាទអូដល់ពេល Chef និយាយមិញខ្ញុំច្រឡំស្មាស៊ុបពីរផ្សេងគ្នាបាទអត់ទេបាទបន្តមកទៀតគឺជាប្រភេទស៊ុបឆ្នាំងដីបែបថ្មីអញ្ចឹងយើងធ្វើជាលក្ខណៈកូនកាត់ជាគោឡើងភ្នំបាទគេថាពិសេសទេនោះនេះយើងអាចអាំងសាច់បណ្ដាក៏បានញ៉ាំស៊ុបជាមួយទឹកស៊ុបខ្លែនេះក៏បានដែរបាទមានទឹកស៊ុបផងមានសាច់អាំងផងចុះទឹកស៊ុបហ្នឹងទឹកស៊ុបរសជាតិបែបម៉េចវិញរសជាតិប្លែកពីគេដូចថានេះរសជាតិប្លែកពីកន្លែងផ្សេងដោយសារអីដោយសារនេះរបស់ប៉ិនថៃកាត់បាទតែមិនស៊ីឈ្ន់អីគឺមានតែមានអីអត់ទេចង់ច្រឡំតែរសជាតិពិសេសនៅនឹងហ្មងតើតែយើងភ្លក់បណ្ដឹងដល់មុខនៅមុខនោះវិញហ្មងមុខជាមួយដែរនេះគឺជាឆាលីហូលបាទអូតំណងមែនតើបាទនឹងបែបថៃដែរបាទបែបថៃនេះបែបថៃដែររសជាតិដើមនេះបើយើងញ៉ាំមួយបាយស្រូបទៅទឹកក៏ឆ្ងាញ់ដែរបាទអូខាងនោះគឺជាមុខម្ហូបដែល Chef បានបង្ហាញបីដៃផងដែរបាទជាមួយនឹងឈុតដែលបងបានបង្ហាញមុនហ្នឹងគឺជាឈុតបុករ៉ាសេអាហ្នឹងលក្ខណៈពិសេសខុសប្លែកពីរបស់គេផ្សេងមិនដែរមកដោយសារមានលក្ខណៈពិសេសដោយសារប្រភេទយើងលាយទឹកសុសប៉ិនវាគឺខុសពីកន្លែងផ្សេងដោយសារវាយើងប្រើជារសជាតិដើមបាទតែសង្កេតឃើញថាបុកល្ហុងនេះអត់មានក្តាមបាទអានេះអត់ប្រើក្តាមទេបងមិនចឹងបងបាទជាទូទៅបុករ៉ាសេនេះគឺទូទៅជនជាតិអាចញ៉ាំបានអូបាទអញ្ចឹងថាមិនតម្រូវតែសម្រាប់ភ្ញៀវខ្មែរសម្រាប់ភ្ញៀវបរទេសភ្ញៀវអឺរ៉ុបអីគាត់ញ៉ាំបានបាទព្រោះដូចជាមានប្រភេទសាច់ជុំអាំងមានពងមាន់មានពងមាន់ខ្មែរទៀតប៉ាតេទៀតតែបងដូចមានពងមាន់ពីរចានទៀតនេះរេណូឃើញទៀតហ្នឹងគេញ៉ាំមួយឈុតគោឡើងភ្នំអូឈុតមួយគោឡើងភ្នំមានពងមាន់ពីរគ្រាប់អញ្ចឹងទៀតចុះហ្នឹងបើយើងហៅក្រៅថែមក៏បានដែរបាទបងចុះ Chef និយាយចាំតិចទៀតតែ Chef សម្រាប់បុកល្ហុងអីគេបុករ៉ាសេហ្នឹងគឺយើងអាចបន្ថែមសាច់អីក្រៅពីហ្នឹងទៀតក៏បានដែរបានយើងអាចឧទាហរណ៍ថាភ្ញៀវគាត់អត់ត្រូវការដូចថាពងទាខ្មៅឬក៏ពងទាពី
យើងធម្មតាអញ្ចឹងអាចដូរជាប៉ាតេឬក៏ដូរជាសាច់បាន បាទ អូបាទ ចុះមកទេបានគ្រាប់ដែរមិញ 4 គ្រាប់អូលោកដឹងតែហិលទេដែរ បាទអញ្ចឹងថាអាចតាមជំរឿដែរសម្រាប់ប្រភេទសាច់ដែលភ្ញៀវគាត់ចង់ញ៉ាំអាចអែតគ្រឿងសមុទ្រឯបានទេបង បាន បាទឥឡូវសុំភ្លក់តែម្ដងណាមុខម្ហូបដែល chef បានបង្ហាញធ្វើដៃជូនទស្សនិកជនទស្សនា ហើយអត់សូវមានក្លិនប្រហុកខ្លាំងទេ បាទ បាទ ឆ្ងាញ់សុំមកទៀតណាចេះជាប់មាត់ហ្មង បាទហើយរោជាប់ចិត្តជាមួយនឹងសាច់ជ្រូកអាំងសាច់ជ្រូកអាំងនេះបើតាមដឹងដូចជាលក្ខណៈពិសេសណាស់នេះនេះទៀតយើងប្រើប្រភេទសាច់ យើងប្រឡាក់ក៏យើងអត់ប្រឡាក់ដូចគេទេយើងប្រភេទសាច់ជ្រូកយើងសាច់ជ្រូកប៉ិនថៃនៅម៉ាក្រូបានមាន បាទ យើងអត់មានទេអញ្ចឹងជាទូទៅតាមផ្សារទូទៅគេអត់មានលក់ទេអាហ្នឹងដោយសារវាពិបាកជាប្រភេទកជ្រូកហ្នឹង អូជាប្រភេទសាច់កជ្រូកបាទអូអញ្ចឹងសំបីតែមានយើងខ្លាញ់ក៏ខ្លាញ់នឹងយើងខ្លាញ់ បាទអាហ្នឹងយើងប្រចាំហាងដូចប្រចាំហាងនេះវាមានកជ្រូកអាំង នាំមកជូនជាពិសេសដោយ លាបសំណាញ់ឆ្នាំថ្មីជាមួយខ្នុរម្ហូបមានជាតិកញ្ចប់មានរង្វាន់ មុននេះយើងបានឆ្លក់ជាមួយនឹងមុខម្ហូបប្រចាំហាងរបស់ភោជនីយដ្ឋានរ៉ាសេហើយគឺជាប្រភេទបាទគឺបុកជត់រ៉ាសេអញ្ចឹងចង់សួរតើតងជាមួយនឹងឈ្មោះហាងវិញព្រោះលក្ខណៈបែបវាថាប្លែកដែររ៉ាសេឈ្មោះហាងរ៉ាសេបងអាចជំរាបជូនជាមួយនឹងឈ្មោះហាងរ៉ាសេនេះហេតុអីបានយើងដាក់ឈ្មោះរ៉ាសេអញ្ចឹងមានអត្ថន័យបែបណា ឈ្មោះរ៉ាសេនេះជាទូទៅគាត់កើតឡើងអំពីគ្រឿងបាទគ្រឿងទេសទាំងអស់ អញ្ចឹងហាងរ៉ាសេដែរបើកតាំងពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែរបង បើកពីម៉ោង7 ព្រឹក 7ព្រឹក បាទដល់ម៉ោង10 ដល់ម៉ោង10យប់បាទ បាទដល់យប់ដែរអញ្ចឹងថាចង់ញ៉ាំស៊ុបពេលល្ងាចឯរ៉េណូជីកាត់តាមនឹង ក្តៅ ចូលមក មានម្ហូបពេលព្រឹកអញ្ចឹងហើយមានកាទៀវមានបាយធម្មតា ចុះដល់ពេលល្ងាចយើងចង់ញ៉ាំស៊ុបអញ្ចឹងគួយខាងក្នុងសិនជាក៏បានដែរ បាទ អូអញ្ចឹងគួយខាងក្រៅក៏បានក្នុងក៏បានមានបរិយាកាសល្អជុំវិញទៀត បាទឥឡូវយើងបន្តជាមួយនឹងការភ្លក់នៅមុខម្ហូបមួយទៀតនៅខាងមុខរ៉េណូហ្មងមើលទៅខ្ញុំបើឃើញមកចង់ញ៉ាំហ្មងព្រោះឃើញមានបាយមានអីញ៉ាំបាយត្រូវហ្មង លីហូឆាខ្ទិះ លីហូឆាជីនឹងវង ឆាជីនឹងវង បាទឆាជីនាងវង ស្មាឆាខ្ទិះគឺមានខ្ទិះដែរ អាហ្នឹងយើងអត់ប្រើខ្ទិះទេ អត់ប្រើខ្ទិះទេ បាទ អូដំណងមែនតើនេះឡូរ៉េន នេះយើងប្រើជាទឹកដោះគោស្រស់ ដល់គោស្រស់វិញមកណោះ តែពិតទៅជាមួយនឹងមុខម្ហូបនេះបានថាលក្ខណៈបែបម្ហូបថៃពីច្រើនតយើងហៅតិចមិនឆ្ងាញ់ តែឥឡូវយើងជីបន្តភ្លក់ជាមួយនឹងស៊ុបយ៉ាហនតែម្ដងឡូរ៉េនណោះ បាទ អញ្ចឹងស៊ុបនេះជាទូទៅគេដាក់ឆ្នាំងដីយ៉ាងមែនបាទទៅញ៉ាំនៅពេលជួបជុំបងប្អូនគ្រួសារឬក៏សម្រាប់ការងារណាមួយគាត់ចង់តាក់ទងមកខាងយើងលេខទូរស័ព្ទលេខប៉ុន្មានដែរបង បាទអញ្ចឹងតាក់ទងតាមលេខទូរស័ព្ទ 087 58 81 68 បាទនេះសម្រាប់លេខទូរស័ព្ទដែលបងប្អូនអាចខលបានតែតាក់ទង ចុះតាមរយៈ call តាមរយៈលេខទូរស័ព្ទរបស់ប្រព័ន្ធបញ្ជាក់ជូននឹងមាន Telegram ទៀតសម្រាប់ការ booking មុនអញ្ចឹងទៅយើងមានការរៀបចំហើយអ្វីដែលពិសេសសម្រាប់មុខម្ហូបគឺមានច្រើនជម្រើសច្រើនប្រភេទសម្រាប់បងប្អូនដែលគាត់ចង់បានដែរ បាទនិយាយរួមទៅសម្រាប់ពុកជំនាញឋានរ៉ាសេគឺបងប្អូនអាចមកហូបបានមិនថាពេលព្រឹកពេលថ្ងៃឬពេលរសៀលនោះទេជាពិសេសកាន់តែល្ងាចកាន់តែត្រជាក់នេះដាក់ស៊ុបក្តៅហើយមានជាក់ទៀតមកកាន់តែពិសេសតែម្ដង បាទអរគុណច្រើនដល់សេកជនជាទីគោរពនិងជាទីមេត្រីជាមួយនឹងការភ្លក់នៅមុខម្ហូបនៅក្នុងវគ្គចុងក្រោយនៃកម្មវិធីរបស់យើងក៏ឃើញថាបានឈានមកដល់ទីបញ្ចប់ហើយយ៉ាងណាពីកម្មវិធីជប់តែឆ្ងាយរបស់យើងឬ Motivation ទី2នេះក៏សូមអរគុណដល់បងប្រុសដែលចង់ទៅនៅរ៉ាសេសម្រាប់ការចូលរួមក្នុងថ្ងៃនេះហើយក៏ដូចជាអរគុណដល់ភោជនីយដ្ឋានរ៉ាសេដូចគ្នាដែលបានផ្ដល់ជាទីតាំងក៏ដូចជាមុខម្ហូបឆ្ងាញ់ៗសម្រាប់ថ្ងៃនេះផងដែរអញ្ចឹងជាចុងក្រោយបងមានពាក្យពេចន៍អ្វីនិយាយទៅកាន់ទស្សនិកជនដូចជាអតិថិជនដែលតែងតែគ្រប់គ្រងសម្រាប់ភោជនីយដ្ឋានរ៉ាសេរបស់យើងតាំងពីកន្លងមកដែរទេបាទសូមជឿបាទខាងខ្ញុំមានអីជូនពរទៅចង់ឲ្យភ្ញៀវមកគាត់មកចំសាករសជាតិម្ហូបខ្មែរនិងម្ហូបថៃយើងឲ្យដល់ទីកន្លែងអញ្ចឹងដើម្បីឲ្យដឹងថារសជាតិខាងរសជាតិរ៉ាសេយើងរសជាតិពិតឬក៏អត់អីចឹង បាទមកលក់ម្ហូបឲ្យចំទីតាំងចំគោលដៅតែម្ដង បាទគាត់ថាចង់ដឹងច្បាស់តមកដល់កន្លែងបាទតែក៏អរគុណដល់អតិថិជនរបស់គាត់ដែលតែងតែគ្រប់គ្រងតាំងពីដើមរហូតមកដល់ឥឡូវសម្រាប់អតិថិជនថ្មីអតិថិជនចាស់ហ្នឹងគឺអរគុណសម្រាប់ការគ្រប់គ្រងកន្លងមកហើយជាមួយនឹងការភ្លក់របស់មុខម្ហូបគឺអាចអញ្ជើញមកដល់ទីតាំងឬបានបញ្ជាក់ជូនពីទីតាំងយើងនៅម្ដងទួលគោកចិត្តជាមួយនឹង TK Avenue កម្មវិធីនឹងភ្លក់ជួបជុំជាមួយនឹងក្រុមការងារតែម្ដង បាទជាការពិតប៉ុន្តែដោយសារតែកម្មវិធីក៏ដូចពេលវេលានៃកម្មវិធីរបស់យើងក៏មានកំណត់អញ្ចឹងក៏ដល់ពេលវេលាត្រូវគម្លាតែយ៉ាងណាក៏សំខាន់តែនឹងអភ័យទោសរកកម្ពុជាដែលកម្មមានឡើងដល់ចេតនាសម្រាប់ការដំណើរការក្នុងកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះដូចគ្នា
ហើយក៏ជូនពរពុកម៉ែបងប្អូនទូទាំងជនអរគ្នាសូមមកជួបតែសំណាងល្អសុខភាពល្អរាល់ការធ្វើដំណើរសូមមកជួបតែសុខសប្បាយភាពទាំងអស់គ្នាបាទ ជាពិសេសក៏បន្តិចដែរជាមួយនឹងការអរគុណទៅដល់ម្ចាស់ចូលរួមឧបត្ថម្ភកម្មវិធីជាពិសេសដោយដុំស៊ុបខ្នុរជួយឆ្កាញ់រមាស់មាន់ទាំងមូល ចំណែកឯម្សៅស៊ុបខ្នុររសជាតិឆ្ងាញ់សម្បូរដោយជីវជាតិមួយវិញទៀតជាមួយនឹងម្សៅស៊ុបខ្នុរកញ្ចប់ថ្មី450ក្រាមបន្ថែមច្រើនជាង50ក្រាមហើយជាមួយនឹងតម្លៃវិញគឺនៅដដែលទេបងប្អូនដែលយើងអាចយកមកធ្វើជាមួយនឹងមុខម្ហូបមិនថាប្រឡាក់ឆាជាតិស៊ុបឬក៏បានច្រើនមុខមែនតើអរគុណចាស់ទស្សនិកជនសម្រាប់ការទស្សនានៅក្នុងសប្តាហ៍នេះជាមួយនឹងកម្មវិធីជិបចប់តែឆ្ងាញ់ខណៈពេលនេះយើងខ្ញុំដល់គ្នារួមជាមួយក្រុមការងារនិងទីតាំងបាទគឺ ភោជនីយដ្ឋានរ ភោ សេក ជនីយដ្ឋានរសេកក៏សូមអរគុណ